Ok អ្នកទាំងអស់គ្នាយើងមកកាន់វីដេអូបន្តទៀតដោយយើងវីដេអូមុនគឺទំព័រទី6និងទំព័រទី7ឥឡូវនេះគឺយើងមកកាន់ទំព័រទី8ទី9ចូលទៅដល់ទី10ពាក់កណ្ដាលទៀតដោយសារតែលើវែងកុំឲ្យខាត់ពេលយូរយើងចូលទៅក្នុងវីដេអូយើងទាំងអស់គ្នាហើយនេះគឺជាតារាងនៃការត្រួតពិនិត្យនៅផ្នែកទី2ហើយដើម្បីចូលយល់ពីតារាងមួយនេះថាវាធ្វើម៉េចគូសម៉េចហើយម៉េចមកតាមដាននៅការបញ្យល់ខាងលើរបស់គេដូចតទៅចំណុចទី2課題2車周りの点検整備作業 ទៅតងចំណុចនេះគឺកិច្ចការទី2គឺត្រួតពិនិត្យនិងថែទាំនៅជុំវិញរថយន្តហើយចំណុចបន្តទៀត次の手順に従って車周りの点検を行いその結果を下のちエック表に記入しなさい ទៅតងចំណុចហ្នឹងគឺអនុវត្តការត្រួតពិនិត្យជុំវិញរថយន្តតាមលំដាប់លំដោយនៅខាងក្រោមហើយបញ្ចូលលទ្ធផលនៅក្នុងតារាងចេះគឺខាងក្រោមទៅតងចំណុចបន្តទៀតគឺសកយោតិជឿនលំដាប់នៃការងារជា1指示されたタイヤの空気圧をタイヤゲージで測定しチェック表2測定値を記入する ចំណុចហ្នឹងគឺយើងធ្វើការវាស់សម្ពាធចុងកង់នៅក្នុងកង់រថយន្តហ្នឹងបានបញ្ជាក់ដោយប្រើប្រាស់ឧបករណ៍វាស់សម្ពាធកង់ហើយក៏ត្រាតម្លៃដែលយើងវាស់បានដែលយើងមើលថាតម្លៃខ្យល់កង់ប្រមាណគឺយើងធ្វើការត្រួតពិនិត្យហើយសរសេរតម្លៃហ្នឹងគឺនៅក្នុងតារាងខាងក្រោមនេះអញ្ចឹងណាហើយយើងដល់ចំណុចទី2 2測定の結果と基準値から両費を判定しチェック表に記入する ទៅក្នុងចំណុចទី2គឺគេនិយាយថាវាតម្លៃថាល្អឬក៏មិនល្អដោយផ្អែកទៅលើលទ្ធផលនៃការវាស់ដោយយើងប្រៀបធៀបទៅនឹងតម្លៃស្តង់ដារលើលទ្ធផលដែលយើងវាស់បានមានន័យថាតើតើជាមួយនឹងចំណុចហ្នឹងមានន័យថាវាតើតើជាមួយនឹងចំណុចទី1មុនយើងវាស់បន្ទាប់មកចំណុចទី2នេះគឺយើងធ្វើការមើលតម្លៃហ្នឹងទៅឲ្យដោយប្រៀបធៀបជាមួយនឹងតម្លៃស្តង់ដាររបស់គេតម្លៃស្តង់ដាររបស់គេគឺ210ទៅ230គីឡូប៉ាស្កាល់អញ្ចឹងមានន័យថាបើនៅចន្លោះហ្នឹងគឺល្អនៅក្រោមនោះក៏មិនល្អទៅលើហ្នឹងក៏មិនល្អដែរយើងដល់ចំណុចទី3 3指示されたタイヤに著しい亀裂や損傷がないか異常に摩耗していないかを点検し、チェック表に点検の結果を記入する。 ចំណុចទី3គឺត្រួតពិនិត្យមើលថាកង់រថយន្តបានបញ្ជាក់មានស្នាមប្រេះធ្ងន់ធ្ងរឬខូចខាតមានការសឹកឬទេបើមានបញ្ហាក៏ប្រកបដីណាដែរឬទេបន្តមកយើងកត់ត្រាយើងធ្វើការកត់ត្រាចូលទៅក្នុងតារាងនៅខាងក្រោមដែលយើងបានបង្ហាញនៅខាងក្រោមនេះយើងដល់ចំណុចទី4 4指示されたタイヤの溝の深さが十分あるかでフスゲージで測定しチェック表2測定値を記入する ទៅដល់ចំណុចទី4គឺវាស់មើលថាជម្រៅនៃសម្បកកង់នេះបានបញ្ជាក់ថាវាមានគ្រប់គ្រាន់ឬអត់ដោយប្រើឧបករណ៍វាស់ជម្រៅដែលគឺ Suzuki នោះហើយកត់ត្រាតម្លៃដែលយើងអាចវាស់បានចូលទៅក្នុងតារាងខាងក្រោមហើយចំណុចទី5 5測定の結果と基準値から両費を判定しチェック表に記入する ចំណុចទី5គឺវាតម្លៃថាតើវាល្អឬក៏មិនល្អផ្អែកទៅលើលទ្ធផលប្រៀបធៀបជាមួយតម្លៃស្តង់ដារដែលបានកត់ចូលនៅក្នុងតារាងមានន័យថាចំណុចទី4និងចំណុចទី5គឺវាតកតងគ្នាគឺយើងមុនដំបូងគឺយើងធ្វើការវាស់នៅតម្លៃនៃចោសម្បកកង់ហ្នឹងថាវាបោះទៅវាបានប្រមាណមីលីម៉ែត្រចឹងហើយយើងមកធ្វើការប្រៀបធៀបឬក៏វាតម្លៃតាមស្តង់ដាររបស់គេបើតើតើជាមួយនឹងតម្លៃស្តង់ដាររបស់គេណាបើវាសម្បកកង់ហ្នឹងមកសឹកដល់ចំណុច 1.6 មីលីម៉ែត្រមានន័យថាវាអាក្រក់ហើយមានថា 1.5 មីលីម៉ែត្រហ្នឹងគឺវាអាក្រក់ចឹងមានន័យថាបើ 1.6 ឡើងមានថា 1.7 1.8 ឬក៏រហូតដល់ 4.8 ឬក៏ 5 អីអាហ្នឹងគឺវាល្អចឹងយើងប្រៀបធៀបចឹងគឺយើងមកវាតម្លៃហើយយើងធ្វើការគុំមកឬក៏ខ្វែងនៅក្នុងតារាងខាងក្រោមនេះចំណុចទី3ដល់ចំណុចទី4ចំណុចទី4និងទី5 សំទោសហើយយើងនៅចំណុចទី6